មហិច្ឆតាខ្ពស់ភ្នែកធំទូលាយបេះដូងជ្រាលជ្រៅគឺជាឃ្លាបាវចនារបស់លោកស្រីថាកៃជីណាសាអេតតើស្ត្រីជប៉ុនរូបនេះមានប្រវត្តិនិងធ្លាប់ឆ្លងកាត់នៅរឿងរ៉ាវបែបណាខ្លះរហូតបានក្លាយជានាយករដ្ឋមន្ត្រីស្ត្រីទី1នៅប្រទេសជប៉ុនគ្រឹះនៃជីវិតនិងការអប់រំលោកស្រីថាកៃជីណាសាអេតកើតនៅថ្ងៃទី7ខែមីនាឆ្នាំ1961ខេត្តណារ៉ានៅក្នុងគ្រួសារដែលមានម្ដាយជាមន្ត្រីប៉ូលីសនិងឪពុកជាបុគ្គលិកផ្នែកលក់លោកស្រីត្រូវបានបណ្ដុះបណ្ដាលយ៉ាងតឹងរ៉ឹងតាមបែបអភិរក្សនិយមដោយត្រូវទន្ទិញគម្ពីរអធិរាជស្ដីពីការអប់រំតាំងពីមិនទាន់ចូលរៀនបឋមសិក្សាភាពរឹងមាំរបស់លោកស្រីបានស្ដែងចេញយ៉ាងច្បាស់នៅពេលដែលប្រឡងចូលសាកលវិទ្យាល័យទោះបីជាឪពុកម្ដាយចង់ឲ្យរៀនត្រឹមតែមហាវិទ្យាល័យកម្រិតទាបនិងរៀបការមានគ្រួសារក៏ដោយក៏លោកស្រីបានតស៊ូប្រឆាំងនឹងមតិគ្រួសាររហូតបានចូលរៀននៅសាកលវិទ្យាល័យ Kobe ដើម្បីបន្តក្តីសុបិនលោកស្រីសុខចិត្តធ្វើដំណើរ6ម៉ោងក្នុងមួយថ្ងៃនិងធ្វើការងារក្រៅម៉ោងជាគ្រូបង្រៀនឯកជនដើម្បីបង់ថ្លៃសិក្សាដោយខ្លួនឯងក្នុងវ័យនិស្សិតលោកស្រីមិនត្រឹមតែរៀនពូកែខាងហិរញ្ញវត្ថុនិងពាណិជ្ជកម្មប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាអ្នកលេងស្គរក្នុងក្រុមតន្ត្រី Heavy Metal ដ៏ស្វាហាប់ទៀតផងជីវិតអាពាហ៍ពិពាហ៍និងការសម្រេចចិត្តដ៏ប្លែកក្នុងកំឡុងពេលបំពេញការងារនយោបាយលោកស្រីបានជួបជាមួយនឹងលោក Takayamamoto ក្នុងឆ្នាំ2004ដោយសារតែមានភាពមមាញឹកនឹងការងារប៉ុន្តែអ្នកទាំងពីរបានវិលមកជួបជុំគ្នាវិញដោយនឹកស្មានមិនដល់នៅក្នុងឆ្នាំ2021រឿងដែលគួរចាប់អារម្មណ៍បំផុតនោះគឺការរៀបការលើកទី2នៅក្នុងឆ្នាំ2021អ្នកទាំងពីរបានប្រើវិធីល្បែងកន្ត្រៃក្រដាសដើម្បីសម្រេចចិត្តថាតើត្រូវប្រើតកូលខាងណាជាលទ្ធផលលោកស្រីណាសាអេបានឈ្នះទើបស្វាមីរបស់លោកស្រីយល់ព្រមបដូរត្រកូលថាកាអ៊ីឈីតាមភរិយាវិញដែលជារឿងកម្របំផុតនៅក្នុងសង្គមជប៉ុនដំណាក់កាលចាប់ផ្ដើមនឹងបទពិសោធន៍នៅក្រៅប្រទេសមុនពេលប្រឡូកក្នុងឆាកនយោបាយពេញតួលោកស្រីបានកសាងគ្រឹះយ៉ាងរឹងមាំផ្នែកចំណេះដឹងរដ្ឋបាលនិងការងារសារព័ត៌មានខែមេសាឆ្នាំ1984លោកស្រីបានចូលរៀននៅវិទ្យាស្ថានរដ្ឋាភិបាលនិងការគ្រប់គ្រងម៉ាត់ស៊ឺស្តាចំនួនទី5ដែលជាកន្លែងបណ្ដុះបណ្ដាលមេដឹកនាំកម្ពុជារបស់ជប៉ុនខែតុលាឆ្នាំ1987ធ្វើជាអ្នកស្រាវជ្រាវនីតិបញ្ញត្តិនៅក្នុងសភាសហរដ្ឋអាមេរិកឲ្យសមាជិកសភា Patricia Schroeder នៅទីក្រុង Washington បទពិសោធន៍នេះធ្វើឲ្យលោកស្រីយល់ច្បាស់ពីយន្តការច្បាប់អន្តរជាតិហើយបានបង្រៀនឲ្យលោកស្រីចេះពីរបៀបប្រស្រ័យទាក់ទងជាមួយនឹងប្រជាជននិងធ្វើឲ្យលោកស្រីហ៊ានបដិញ្ញាចិត្តថាថ្ងៃណាមួយខ្ញុំនឹងក្លាយជានាយករដ្ឋមន្ត្រីជប៉ុនឆ្នាំ1989ដល់ឆ្នាំ1992បន្ទាប់ពីត្រឡប់មកជប៉ុនវិញលោកស្រីបានក្លាយជាអ្នកសារព័ត៌មានដ៏លេចធ្លោនៅក្នុងកម្មវិធីព័ត៌មានពេលព្រឹករបស់ទូរទស្សន៍ Asahi និងក្រោយមកនៅទូរទស្សន៍ Fuji ការឈានចូលសភានិងការបម្រើការងារក្នុងបកលោកស្រីបានឆ្លងកាត់ការផ្លាស់ប្ដូរនយោបាយជាច្រើននិងបានជាប់ឆ្នោតជាសមាជិកសភាដំបូងក្នុងនាមជាបេក្ខជនឯករាជ្យខែកក្កដាឆ្នាំ1993ជាប់ឆ្នោតជាសមាជិកសភាតំណាងរាស្ត្រលើកដំបូងឆ្នាំ1995ទទួលតំណែងសំខាន់ក្នុងគណៈបកស៊ីនស៊ីនតូជាលេខាធិការគណៈកម្មការពន្ធដារនិងអនុប្រធានការិយាល័យយុវជនឆ្នាំ1996ដល់ឆ្នាំ1997ចូលរួមជាមួយនឹងគណៈបកប្រជាធិបតេយ្យសេរី LDP និងបានក្លាយជាអនុប្រធានផ្នែកកិច្ចការហិរញ្ញវត្ថុរបស់បកឆ្នាំ1998ដល់ឆ្នាំ2002ទទួលតំណែងក្នុងរដ្ឋាភិបាលជាអនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មអន្តរជាតិនិងក្រោយមកជាអនុរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចការកាន់តំណែងរដ្ឋមន្ត្រីនិងការបង្កើតប្រវត្តិសាស្ត្រក្នុងដំណាក់កាលនេះលោកស្រីបានក្លាយទៅជាអិសរាជជនស្នូលនៃគណៈរដ្ឋមន្ត្រីរបស់អតីតនាយករដ្ឋមន្ត្រីអាបេនិងគីស៊ីដាខែកញ្ញាឆ្នាំ2006ជារដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការអូគីណាវ៉ានិងដែនដីភាគខាងជើងខែធ្នូឆ្នាំ2012ក្លាយជាស្ត្រីដំបូងគេដែលបានកាន់តំណែងជាប្រធានក្រុមប្រឹក្សាស្រាវជ្រាវគោលនយោបាយរបស់គណៈបក LDP ដែលជាតំណែងដ៏មានឥទ្ធិពលបំផុតក្នុងបកឆ្នាំ2014ដល់ឆ្នាំ2017ជារដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុងនិងទំនាក់ទំនងលោកស្រីកាន់តំណែងនេះយូរបំផុតក្នុងប្រវត្តិសាស្ត្រជប៉ុនគឺមាន1438ថ្ងៃឆ្នាំ2022ដល់ឆ្នាំ2024ជារដ្ឋមន្ត្រីទទួលបន្ទុកក្រសួងសន្តិសុខសេដ្ឋកិច្ចក្នុងគណៈរដ្ឋមន្ត្រីរបស់លោកគីស៊ីដាដោយផ្ដោតខ្លាំងទៅលើការការពារបច្ចេកវិទ្យានិងព័ត៌មានសម្ងាត់ជាតិមានគេឈ្មោះទៅកាន់អំណាចកំពូលនិងរហស្សនាមស្ត្រីដែកលោកស្រីណាសាអេត្រូវបានគេស្គាល់ថាជាមនុស្សចំណិតបំផុតរបស់អតីតនាយករដ្ឋមន្ត្រីស៊ីនស៊ូអាបេលោកស្រីបានកសាងប្រវត្តិការងារដ៏អស្ចារ្យគឺជាប់ឆ្នោតជាសមាជិកសភារហូតដល់10ដង
បម្រើការជារដ្ឋមន្ត្រីក្រសួងកិច្ចការផ្ទៃក្នុងនិងទំនាក់ទំនងយូរបំផុតនៅក្នុងប្រវត្តិសាស្ត្របកនិងជារដ្ឋមន្ត្រីសន្តិសុខសេដ្ឋកិច្ចដែលផ្ដោតទៅលើការការពារព័ត៌មានស្ងាត់ជាតិដោយយកគំរូតាមលោកស្រី Margaret Thatcher លោកស្រីតែងតែប្រកាន់ភ្ជាប់នូវគោលនយោបាយដែលចាំបាច់សម្រាប់ជាតិទោះបីជាពេលខ្លះមិនទទួលបានការពេញចិត្តពីមហាជនភ្លាមៗក៏ដោយភាពជោគជ័យជាប្រវត្តិសាស្ត្រនៅក្នុងឆ្នាំ2025បន្ទាប់ពីឆ្លងកាត់ការបរាជ័យការបោះឆ្នោតប្រធានបកកាលពីមុនលោកស្រីមិនបានចុះចេញឡើយប៉ុន្តែបានបន្តផ្សព្វផ្សាយគោលនយោបាយតាម YouTube និងចុះជួបប្រជាជនទូទាំងប្រទេសទីបំផុតបំណងប្រាថ្នាតាំងពីវ័យក្មេងបានក្លាយទៅជាការពិតខែតុលាឆ្នាំ2025លោកស្រីត្រូវបានជ្រើសរើសជាប្រធានគណៈបកប្រជាធិបតេយ្យសេរី LDP បន្ទាប់មកលោកស្រីត្រូវបានតែងតាំងជានាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុនលោកស្រីបានបង្ហាញឲ្យពិភពលោកឃើញថាជាមួយនឹងមហិច្ឆតាខ្ពស់ផ្នែកធំទូលាយបេះដូងជ្រាលជ្រៅនិងជំនឿជាតិដ៏មោះមុតស្រីក៏អាចដឹកនាំប្រទេសមហាអំណាចសេដ្ឋកិច្ចដូចជាជប៉ុនបានយ៉ាងមានមោទនភាព